ក្នុង Kingdom SMP គឺមានសង្គ្រាមរវាងអាណាចក្រពីរអាណាចក្រទាំងពីរនេះគឺបានវាយគ្នាជិត5ខែហើយ player រាប់រយនាក់គឺត្រូវបាន ban ចេញពី server ដោយសារតែសង្គ្រាមមួយនេះហើយអាណាចក្រដែលកំពុងតែឈ្នះសង្គ្រាមមួយនេះគឺអាណាចក្រដៃនាគដោយសារតែអាណាចក្រដៃនាគគ្រប់គ្រង spawn អាណាចក្រដៃនាគគឺមានកងទ័ពមកថ្មីរហូតហើយគោលដៅរបស់ដៃនាគនោះគឺគ្រប់គ្រង server ទាំងមូលហើយឲ្យអនុវបក្លាយទៅជាស្ដេចរបស់ server Kingdom SMP ដូច្នេះបើសិនជា player នៅក្នុង Kingdom SMP មិនចង់ឲ្យអនុវបឡើងធ្វើជាស្ដេចហើយគ្រប់គ្រង server ទាំងមូល player ទាំងអស់មិនថាជា player ចាស់ player ថ្មីឬក៏ player ដែលមិនខ្វល់ពីសង្គ្រាមនេះក៏ដោយ player នៅក្នុង server Kingdom SMP ទាំងមូលគឺត្រូវរួបរวมគ្នាដើម្បីប្រឆាំងជាមួយនឹងអាណាចក្រដៃនាគផែនការមួយនេះបើសិនជាយើងនិយាយទៅវាស្រួលទេប៉ុន្តែដល់ពេលយើងទៅធ្វើវាវិញគឺវាពិបាកណាស់ដោយសារតែ player ចាស់និង player ដែលគេសង្គ្រាមបានរត់ទៅឆ្ងាយពី spawn វាធ្វើឲ្យការរួបរวม